ជំរាបសួរថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីប្រភេទផ្ទះវិឡាភ្លោះចាគឺម៉ូដថ្មីតែម្ដងនិយាយទៅម៉ូដនេះគឺស្អាតប្លែកហើយជាពិសេសគឺទីតាំងយើងរត់តែល្អគឺនៅក្បែរផ្សារទំនើបម៉ាក្រូសៀមរាបជាប់នឹងផ្លូវក្បាត់ក្រុង40ម៉ែត្រក្នុងបរិយាអចលនទ្រព្យសៀមរាបអង្គរយើងចុះពីផ្លូវជាតិលេខ6នឹងផ្សារម៉ាក្រូសៀមរាបមកប្រហែលជា800ម៉ែត្រតែប៉ុណ្ណោះគឺមកដល់ទីតាំងការិយាល័យជាមួយនឹងទីតាំងគម្រោងបរិយាម៉ូដផ្ទះវិឡាភ្លោះនេះតែម្ដងចាតោះឥឡូវយើងទៅមើលខាងក្នុងផ្ទះជាមួយនឹងការរចនាម៉ូដបែបថ្មីតែម្ដងចាសម្រាប់ប្រភេទផ្ទះវិឡាភ្លោះនេះគឺយើងមានចំណុចសំខាន់និងចំណុចពិសេសចាដោយសារយើងមានជាលក្ខណៈម៉ូដថ្មីទាំងក្នុងទាំងក្រៅគឺយើងរចនាម៉ូដថ្មីហើយជាពិសេសគឺយើងមានចំណតឡានដែលមាននៅចំហៀងផ្ទះបែបនេះហើយជាពិសេសគឺប្រភេទផ្ទះវិឡាភ្លោះនេះគឺយើងមានសំណង់ផ្ទះរួចរាល់ 100%ជាមួយនឹងផ្ទះគំរូជាមួយនឹងការប្រម៉ូសិនបញ្ចុះតម្លៃចាប់ពី$8,000ទៅ$10,000ភ្លាមចាបងអាចធ្វើការបង់រំលោះក៏បានបងអាចធ្វើការទិញបង់ផ្ដាច់ក៏បានដែរចាសម្រាប់ការបង់រំលោះវិញគឺយើងមានការចូលរួមប្រាក់កក់ចាប់ពី20%ឬក៏30%ឡើងទៅចាតោះឥឡូវយើងទៅមើលម៉ូដខាងក្នុងផ្ទះតែម្ដងចាមកដល់ដំបូងនេះគឺជាបន្ទប់ទទួលភ្ញៀវដែលមានលក្ខណៈធំទូលាយហើយជាពិសេសគឺយើងមានបង្អួចជុំវិញហើយយើងមានរចនាម៉ូដថ្មីដោយមានការដេក័រសម្ភារៈចាគឺស្អាតមែនទែនចាគឺម៉ូដដេក័របែបនេះយើងអាចឆ្លាញ់ពេញចិត្តបែបណាបងអាចធ្វើការតាមធ្វើការរចនាម៉ូដតាមតម្រូវការរបស់បងបានយើងមានទាំងផ្ទះដែលមានការដេក័រស្រាប់ហើយនឹងផ្ទះដែលយើងមានជាលក្ខណៈថាតម្រូវតាមអតិថិជនដែលគាត់ចង់បានផ្ទះដែលគាត់តុបតែងខាងក្នុងបានតាមអ្វីដែលគាត់ឆ្លាញ់ពេញចិត្តចាហើយជាពិសេសប្រភេទម៉ូដផ្ទះវិឡាភ្លោះនេះគឺយើងមានចំណុចពិសេសមកដល់កន្លែងចក្រានបាយនេះគឺយើងមានទាំងបន្ទប់ទឹកនៅកន្លែងនេះគឺយើងមានលក្ខណៈធំទូលាយតែម្ដងចាហើយចំណុចមួយទៀតគឺយើងមានការរៀបចំបែបនេះនិយាយទៅគឺឲ្យមាន space ដែលចំណេញមែនទែនចាហើយយើងមានកន្លែងដែលរៀបចំតុអាហារបានយ៉ាងស្អាតជាមួយនឹង mini bar ចាគឺ mini bar បែបនេះគឺនិយាយទៅគឺប្លែកហ្មងផ្ទះនេះចូលមកដល់ហើយខ្ញុំ review មកគឺបង្ហាញជាវីដេអូនេះទៅគឺអ្នកដែលកំពុងនិយាយហ្នឹងក៏ស្រឡាញ់ដែរចាគឺម៉ូដប្លែកចាគឺពេញចិត្តហើយត្រជាក់ទៀតចាគឺចូលមកគឺមានត្រជាក់លក្ខណៈត្រជាក់ស្រេបតែម្ដងចាហើយនេះផ្ទះបាយយើងមានការដេក័រចង្ក្រានបែបនេះចាគឺការដេក័រជាទូតាំងសម្ភារៈនៅក្នុងផ្ទះបាយឬក៏សម្ភារៈផ្សេងៗអញ្ចឹងណាចាជំរាបផ្ទះក៏យើងមានសាច់ដីធំទូលាយចាគឺយើងដើរបានមកជុំវិញផ្ទះតែម្ដងចូលមកដល់ក្នុងបន្ទប់នេះគឺមានអារម្មណ៍ថាវ៉ាវតែម្ដងចាទាំងការដេក័រម៉ូដជាទៅដែលយើងមានលក្ខណៈធំទូលាយចាហើយបន្ទប់នីមួយបងអាចដាក់ក្រេបែបនេះក៏បានបងដាក់ក្រេធំជាងនេះទៀតក៏បានដែរចាតាមការស្រឡាញ់ពេញចិត្តហើយវេរ៉ាំដានេះណាមកជុំផ្ទះតែហ្មងចាគឺយើងឈរឬក៏អង្គុយលេងមើលទៅមើល view ខាងក្រៅចាគឺយកអាកាសធាតុហើយនឹងទេសភាពយើងមើលបានច្បាស់តែម្ដងចាកន្លែងនេះគឺទូសម្អាងចាគឺស្អាតអូយើងមានទ្វារកន្លែងនេះគឺមានទ្វារទៀតសម្រាប់ចាញ់មកវេរ៉ាំដាខាងក្រៅចាតលាយហ្មងចាគឺកន្លែងណាក៏ពិសេសដែរសម្រាប់ប្រភេទផ្ទះវិឡាភ្លោះនេះដាក់សម្ភារៈជាមួយនឹងបន្ទប់ទឹកដែលយើងនៅផ្នែកខាងនេះចាបន្ទប់កូនស្រីបន្ទប់កូនប្រុសគឺស្អាតមែនទែនចាទាំងអស់ហ្មងចាហើយបង្អួចតុរៀនគាត់កន្លែងនេះគឺយើងធ្វើមានដាក់តុរៀនចឹងទៅតុអង្គុយរៀនហើយយើងបើកបង្អួចនៅចំហៀងនេះគឺស្អាតហ្មងចាផ្ទះនេះគឺពេញបេះដូងនិយាយរួមទៅអ្នកលក់នេះក៏ពេញបេះដូងអ្នកទិញក៏ពេញបេះដូងដែរចាគឺស្អាតចាមានទាំងបន្ទប់ទឹកប្រើប្រាស់តខ្លួនចាមកនៅទៀតបន្ទប់កូនស្រី និ
យើងឃើញតែពណ៌ហ្នឹងក៏ដឹងថាកូនស្រីដែរចាតុបកូនស្រីនៅកន្លែងនេះយើងមានបអួចចាបើកចឹងទៅឲ្យបងប្អូនគាត់ឃើញច្បាស់ចាតែយើងបាំងវាណូនចឹងទៅទូសម្លៀកបំពាក់និយាយទៅតែងផ្ទះនេះណាគឺចិត្តផ្សារទំនើបម៉ាក្រូចិត្តទីប្រជុំជនចាបន្ទប់ទឹកនៅកន្លែងនេះទៀតបងចាសម្រាប់ផ្ទះនេះគឺចិត្តផ្សារទំនើបម៉ាក្រូចិត្តទីប្រជុំជនងាយស្រួលក្នុងការធ្វើដំណើរហើយមានសុវត្ថិភាពទៀតដោយសារយើងធ្វើលក្ខណៈស្តង់ដារបរិយតែម្ដងសរុបរួមសម្រាប់ប្រភេទផ្ទះវីឡាខ្លួននេះយើងមានទំហំផ្ទះ8ជម្រៅ12ម៉ែត្រសង់នៅលើទំហំសាច់ដី144ម៉ែត្រការ៉េដែលមានចំណតឡាន1បន្ទប់ទទួលភ្ញៀវ1ផ្ទះបាយ1បន្ទប់គេង3និងបន្ទប់ទឹក4ហើយចំពោះទីតាំងការិយាល័យនៅខាងកើតឈៀងខាងត្បូងសាម៉ាក្រូសៀមរាបប្រហែលជា800ម៉ែត្រគឺនៅជាប់នឹងផ្លូវកបាត់ក្រុង40ម៉ែត្រជាប់នឹងកាហ្វេចេស្តាចាសូមអរគុណសូមជម្រាបលា